ជាបន្តទៅទៀតនេះសូមអញ្ជើញស្ដាប់បទវិចារណកថារបស់លោកភុនសេរីពីប្រទេសបារាំងក្រោមចំណងជើងថាអ្នកនយោបាយខ្មែរដែលថ្វាយបង្គំស្ដេចនរោត្តមសីហនុជាអ្នកនយោបាយបែបណាដែលមានសម្លេងដើមទាំងស្រុងដូចតទៅចលនាអំណាចពលរដ្ឋខ្មែរថ្ងៃទី6ធ្នូ2012តែអ្នកនយោបាយខ្មែរដែលស្វែងបង្គំខ្មោចផ្សេងនោះជាអ្នកនយោបាយរបៀបណាព្រះពុទ្ធព្រះបរមគ្រូនៃយើងបានផ្ដល់ឱវាទថាយើងមិនគួរលើកតម្កើងបុគ្គលដែលមិនគួរគោរពនិងយើងមិនត្រូវប្រមាថបុគ្គលដែលគួរឲ្យគោរពតែស្ដេចជានោះជាបុគ្គលដែលគួរឲ្យគោរពឬក៏ជាបុគ្គលមិនគួរឲ្យគោរពចុះបើស្ដេចអង្គនេះជាបុគ្គលដែលមិនគួរឲ្យគោរពតែពួកអ្នកនយោបាយខ្មែរដែលស្វែងបង្គំខ្មោចស្ដេចអង្គនេះតពុជត្រមកនោះជាអ្នកនយោបាយរបៀបណាទៅវិញជាកន្លះសតវត្សមកហើយដែលនរោត្តមសីហនុបានកំណត់ខ្លួនឯងថាជាអធិទេនិងជាព្រះបិតាគ្រប់វិស័យដែលតម្រូវឲ្យពួកអ្នកនយោបាយបបបាយគ្រប់បកគ្រប់ក្រុមនិងគ្រប់ស្រកូលជាផ្សព្វផ្សាយឃោសនាដើម្បីឲ្យពលខ្មែរគោរពទុកជាស្ដេចអង្គនេះជាមហាវីរក្សត្រអធិទេដែលសែនមហាចង្រៃមួយអង្គនេះគឺបានមកចាត់កំណត់ក្នុងថ្ងៃចង្រៃនៅពេលវេលាចង្រៃហើយបានធ្វើជាស្ដេចចង្រៃគ្រប់គ្រងប្រទេសខ្មែរនាំវាសនាខ្មែរនិងនាំពលរដ្ឋខ្មែរឲ្យជួបនឹងគ្រោះចង្រៃដែលមិនចេះអស់ជាកន្លះសតវត្សមកហើយបច្ចុប្បន្ននេះមិនត្រឹមតែស្ដេចចង្រៃនេះម្នាក់ឯងទេដែលបានតនាំគ្រោះអាក្រក់សម្រាប់ជាតិខ្មែរតែនៅមានអ្នកនយោបាយបកបាយច្រើនទៀតដែលជាសេនាចង្រៃរបស់ស្ដេចចង្រៃអង្គនេះកំពុងធ្វើនយោបាយចិញ្ចឹមយួននិងជួយបន្តអំណាចពួកកុម្មុយនីសអាយ៉ងយួននៅភ្នំពេញប្រវត្តិសាស្ត្រពិភពលោកនិងក្រុមអ្នកស្រាវជ្រាវអន្តរជាតិគេបានបង្ហាញឯកសារនិងផុសតាងយ៉ាងច្រើនដែលជានោះអនុវត្តនយោបាយសង្ឃឹកសម្រាប់ពលរដ្ឋខ្មែរខ្លួនឯងមកឡងឡងសេរីមកតាអឹមតាំងចេញហេងចាក់ក្រតាមយកអាមេរិកទៅលាក់ខ្ញុំពួកបច្ចុប្បន្នរដ្ឋខ្មែរហើយទីនេះខ្មែរខ្ញុំមិនព្រឹកទេយោងតាមឯកសារថ្ងៃ23និង26មីនា1970សម្ដេចព្រះនរោត្តមសីហនុបានមានបន្ទូលផ្ញើសារតាមវិទ្យុក្រុងប៉េកាំងថាព្រះអង្គសូមព្រមានជាឱឡារិកថាថ្ងៃមុខដោយជ័យជំនះកិច្ចមិនផុតរបស់កម្លាំងប្រឆាំងចក្រពត្តិអាមេរិកនឹងបនប្រតិកិរិយាលន់នល់សេរីមតៈចេញហេងនឹងដាក់ទោសជាទម្ងន់ដល់មេក្បត់រួមទាំងបរិវារជាខ្ញុំបញ្ជាអាមេរិកចង់សងសឹកដោយផ្ទាល់ក្រោយពីគេបានប្រមាថមើលងាយបន្ទាបបន្ថោកដល់ព្រះអង្គនោះសូម្បីតែម្ដាយបង្កើតរបស់គាត់ក៏គាត់ចង់ធ្វើឲ្យអាម៉ាស់មកដែរdonc Paris Match ពីព្រោះតាមទីសំភារនៅក្នុងទស្សនាវដ្តី Paris Match លេខ1353ចុះថ្ងៃទី3ឧសភា1975អត់ដល់ឲ្យលោកអាឡាំសេហ្វីតដែលមានជំនាញLe prince Sihanouk déclare ceci qui implique une préméditation ដែលជាលោកបានប្រកាសពីសម្ដីដែលមានរួមចូលនៅចេតនាដ៏គួររំភើបថាសម្ដេចមេដាតែបានបងទៅជួយចេញពីប្រទេសខ្ញុំមិនស្គាល់មកនេះហើយគាត់ចង់ឲ្យយោធាខ្មែរក្រហមរបស់គាត់បណ្ដេញប្រជារាស្ត្រចេញពីទីក្រុង donc Paris Match ពីព្រោះតាមទីសំភារនៅក្នុងទស្សនាវដ្តី Paris Match Le prince Sihanouk déclare ceci qui implique une préméditation ពួកអ្នកមានមុខពីដែលគាត់ចៅអាញីនិងមានគុំរបស់ខ្លួនខ្ញុំនឹងធ្វើឲ្យអាម៉ាស់មុខ je les humilierai ដើម្បីដាក់ទណ្ឌកម្មពួកនេះខ្ញុំនឹងមិនចូលទៅក្នុងរាជធានីជាមួយពួកយោធាទៀតទេខ្ញុំនឹងឲ្យគេបណ្ដេញពួកនេះចេញទៅ d'abord chasser ពាក្យសម្ដីទាំងនេះជាអ្វីដែលបង្កឡើងនៅការប្រព្រឹត្តជុំគាត់ចង់ឲ្យយោធាខ្មែរក្រហមបាញ់សម្លាប់ប្រជារាស្ត្រខ្មែរដោយស្នាក់ស្នំជាលោកបានមកខាងដើម្បីនិយាយពីលើថាខ្ញុំនឹងបានសម្លាប់ចោលទៅម្ដងតែដែលខ្មែរទាំងឡាយជាកូនចៅរបស់ខ្ញុំនឹងបានសម្លាប់ដោយវិធីបច្ចេកavec dans bref យើងជាខ្ញុំហើយយើងក៏จะសម្លាប់ដែរជានោះអនុវត្តនយោបាយសង្ឃឹកសម្រាប់ពលរដ្ឋខ្មែរខ្លួនឯងដើម្បីបំពេញមហិច្ឆតាអំណាចនិងរាជបល្ល័ង្កហើយមិនដែលទីខ្វាយខ្វល់ទាល់សោះនៅប្រយោជន៍មាតុភូមិក្នុងពេលដូចគ្នានេះដែលពលរដ្ឋខ្មែរគ្រប់គ្នាកំពុងឃើញយ៉ាងច្បាស់នៅទង្វើរបស់ពួកនិងពូជអ្នកនយោបាយបបបាយមួយចំនួនដែលចេះធ្វើនយោបាយក្រុមកន្ទីក្បិនរបស់គេនោះទូយ៉ាងដូចជាសំរងស៊ីស៊ិនស៊ូប៊ែ
រណរិទ្ធនិងគិតសខាជាដើមដែលកំពុងធ្វើនយោបាយលើកតម្កើងខ្មោចស្ដេចចង្រៃនេះដើម្បីប្រាចំហាយទៅបបប្រាស់ពលរដ្ឋខ្មែរឲ្យទៅបច្ឆាបង្គ្រប់កិច្ចបន្តអំណាចឲ្យពួកអាយ៉ងយួននៅភ្នំពេញតែមូលហេតុអ្វីបានជាប្រទេសខ្មែរនិងពលរដ្ឋខ្មែរយកគុណចង្រៃមិនចេះចប់មិនចេះហើយបុរាណបានប្រដៅថាដើម្បីឲ្យគ្រួសារមានសេចក្តីសុខគឺមិនត្រូវយកវត្ថុចង្រៃមកដាក់តាំងឬទុកក្នុងផ្ទះទេប្រទេសខ្មែរដែលមានគូចង្រៃមកដល់ថ្ងៃនេះគឺមកពីពួកសេនាស្ដេចចង្រៃទាំងអស់នោះលើកតម្កើងមនុស្សចង្រៃនិងដាក់តាំងឬថតពួកស្ដេចចង្រៃអស់នោះនៅក្នុងប្រទេសឲ្យពលរដ្ឋគោរពដោយសារការលើកតម្កើងពួកចង្រៃបែបនេះហើយបានជាប្រទេសជាតិជួបគ្រោះចង្រៃចំណុចនេះមិនមែនពួកអ្នកនយោបាយបកបាយទាំងអស់នោះមិនដឹងទេតែពួកសេនាចង្រៃទាំងអស់នោះជារួមគ្នាបង្កើតគ្រោះចង្រៃនេះដើម្បីទទួលយកផលកម្រៃអំពីនយោបាយចង្រៃរបស់ពួកគេចាក់ចង់ជាមួយនឹងស្ដេចសីហនុដែលជាអតិថិជនចង្រៃអង្គនេះក៏មានក្រុមសេនានយោបាយបកបាយមួយចំនួនបានកំពុងតាំងខ្លួនជាអ្នកស្នេហាជាតិនៅក្រោមប្រទេសក្បិនខំអញជាកំហឹងជំនួសស្ដេចចង្រៃនេះដែរក្នុងពេលដែលមានពលរដ្ឋខ្មែរអ្នករងគ្រោះណាម្នាក់យើងបញ្ចេញមតិរិះគន់ទង្វើដ៏មហាថោកទាបនៃខ្មោចស្ដេចអង្គនេះដូច្នោះពលរដ្ឋខ្មែរត្រូវស្គាល់ឲ្យច្បាស់ថាតើអាទិទេពអង្គណាដែលយើងត្រូវស្វែងរកនិងត្រូវលើកតម្កើងឬក៏ត្រូវយករូបមកដាក់តាំងនៅក្នុងផ្ទះព្រោះប្រសិនបើជ្រើសរើសយករូបអាទិទេពចង្រៃមកដាក់ទុកឬតាំងនៅក្នុងផ្ទះនោះក៏ប្រជាលៀបល្អមិនមានជាប់ផ្ទះទេតែទូទៅវិញគ្រោះចង្រៃដែលមកតាមរយៈអាទិទេពចង្រៃនោះវានឹងមកបៀតបៀនយើងគ្រប់ពេលវេលាដូចគ្នាដែរចំពោះវាសនាអនាគតប្រទេសជាតិរបស់ខ្មែរប្រសិនបើយើងជ្រើសរើសយកមេដឹកនាំខុសទៅគឺជ្រើសរើសយកមេដឹកនាំចង្រៃឬស្ដេចចង្រៃមកគ្រប់គ្រងនគរគឺព្រៀបបាននឹងយើងលើកតម្កើងអាទិទេពចង្រៃឲ្យមកជាពួកឈាមអង្គជាឆ្អឹងរបស់យើងអញ្ចឹងដែរស្មត់នរោត្តមសីហនុគឺជាអាទិទេពចង្រៃមួយអង្គដែលមកចាប់កំណត់ជាមួយទូតស័ក្តិឯងដែលពូជស្ដេចជិនវាំងទង្វើដ៏សែនមហាអាក្រក់និងថោកទាបរបស់នរោត្តមសីហនុដែលប្រកាសយកពលរដ្ឋខ្មែរធ្វើជាសត្វព្រៃទុកសម្រាប់ខ្លួនបបីលេខកំសាន្តនោះគឺនរណាក៏ដឹងដែរប៉ុន្តែរហូតមកដល់សប្តាហ៍នេះក៏នៅមានពួកសេនាបកបាយពីច្រើនក្រុមដែលកំពុងធ្វើនយោបាយបកបាយនៅក្រោមមជ្ឈខ្មោចរបស់សីហនុធ្វើបន្លំភ្នែករបស់ពលរដ្ឋខ្មែរនៅឡើយពួកសេនាបកបាយទាំងអស់នោះដែលតាំងពីឪរហូតដល់កូនខំដើរតាមលើកលីកន្ទីក្បិនរបស់សីហនុនិងដែលឆ្លក់ជ្រកក្រោមផ្ទះស្វនស៊ីពេជ្រកាលពីមុនមកនោះបាននាំគ្នាកំពុងខិតខំបង្កើតគណៈបកថ្មីតែធ្វើនយោបាយតាមរបៀបចាស់ជួយជ្រោមជ្រែងលីស័យមកឈ្មោះខ្មោចរបស់សីហនុកុំឲ្យធ្លាក់ដល់ដីពួកក្រុមសេនាស្ដេចចង្រៃទាំងអស់នោះមិនដែលយកចិត្តទុកដាក់គិតគូរចំរូបដល់ជាតិទៅប្រកបឲ្យប្រទេសមានឯករាជ្យនិងឲ្យប្រទេសបានទទួលសេរីភាពនោះទេតែពួកសេនាបកបាយទាំងអស់នេះតែតែធ្វើយ៉ាងណាធ្វើនយោបាយការពារលទ្ធិរាជានិយមសក្តិភូមិឲ្យមានជីវិតដែលស៊ីបំផ្លាញជាតិខ្មែរនិងធ្វើជាឆ្កែបំរើពួកយួនចិនដើម្បីទទួលបានការសប្បាយផុតស៊ីស្រីយីបនបែងតែប៉ុណ្ណោះសំរងស៊ីជីឡុងសូមរាសិនជូបៀទុំសុខានិងពួកក្រុមពួកចៃស្ដេចចង្រៃនេះមួយចំនួនទៀតដែលប្រកូលនឹងពួករបស់ពួកគេបានខត់ធំដល់ខ្លាំងធំឆ្កែដោយសារធ្វើជាជើងពីជាតិឈាមទៀតជាមួយនឹងសីហនុនោះពួកអ្នកអស់នេះនៅតែមានចិត្តស្រេកឃ្លាននិងស្រេកឈាមខ្មែរដដែលមិនចេះចប់មិនចេះហើយពួកក្រុមមនុស្សដែលបានរៀបរាប់ឈ្មោះខាងលើនេះមិនទាន់បានកាន់អំណាចគ្រប់គ្រងប្រទេសជាតិនេះហើយក៏មិនទាន់បានក្បត់ជាតិនេះតែពួកនេះគឺបានក្បត់អ្នកគ្រប់គ្រងនិងក្បត់ពលរដ្ឋខ្មែររាប់សិបដងរួចមកហើយដូច្នោះពួកអ្នកដែលហ៊ានក្បត់អ្នកគ្រប់គ្រងរួចមកហើយនោះគឺពួកនេះគង់តែក្បត់ជាតិហើយក៏មិនខ្លាចនឹងក្បត់ជាតិដែរនៅពេលដែលបានឡើងកាន់អំណាចយ៉ាងវិញទៀតពួកសេនាបកបាយទាំងអស់នោះដែលកំពុងតែធ្វើនយោបាយបកបាយបច្ចុប្បន្ននេះបានកំពុងតែបន្លប់សភាពនយោបាយនៅក្នុងប្រទេសខ្មែរដោយជានៅតែនាំគ្នាចូលរួមការបោះឆ្នោតដែលមិនបានការនិងដែលមិនមានសង្ឃឹមថាអាចផ្លាស់ប្ដូរអ្វីបានទាំងអស់ចេតននយោបាយផ្សេងគ្នារវាងក្រុមចលនានយោបាយដែលមិនជឿលើការបោះឆ្នោតនិងក្រុមគណៈបកនយោបាយបង្គ្រប់កិច្ចដែលជឿលើការបោះឆ្នោតបង្គ្រប់កិច្ចនោះគឺកំពុងតែប្រកួតប្រជែងគ្នាដណ្ដើមយកការគ្រប់គ្រងពីសំណាក់ពលរដ្ឋខ្មែរដែលជាម្ចាស់វាសនាជាតិនិងជាម្ចាស់អំណាចតែប្រកាសដែលក្រុមអ្នកនយោបាយបកបាយដែលមកពីគ្រប់គណៈបកបង្គ្រប់កិច្ចទាំងអស់នោះនៅតែយកការបោះឆ្នោតមកបញ្ឆោតពលរដ្ឋខ្មែរនាពេលនេះក៏ពុះតែពួកអ្នកនយោបាយបកបាយទាំងអស់នោះនៅស្ដាយការស្វែងបង្គំខ្មៅស្ដេចក្បត់ជាតិនរោត្តមសីហនុដែលស្លាប់ទៅហើយនោះនេះជាទម្លាប់តំណគ្នាតាំងពីឪរហូ
តមកដល់កូនដែលតាមថ្វាយបង្គំសេនោះនឹងបានជួយជើងស្រីសេនោះឲ្យក្បត់ទៀតតាំងពីកើតរហូតដល់ស្លាប់ដូច្នោះបើស្ដេចនរោត្តមសេនោះគឺជាស្ដេចក្បត់ទៀតអ្នកនយោបាយបបបាក់ទាំងឡាយណាមិនត្រង់បកនយោបាយទាំងពួងណាដែលដើរដង្ហែថ្វាយបង្គំខ្មោចនរោត្តមសេនោះក៏ជាក្រុមរុក្ខក្បត់ទៀតដូចជានោះដែរនោះគឺមានន័យថាពួកអ្នកថ្វាយបង្គំខ្មោចសេនោះទាំងអស់គឺសុទ្ធតែពួកនិងពូជក្បត់ទៀតដែលពលរដ្ឋខ្មែរត្រូវតែចំណាំមុខទៅស្គាល់មុខឲ្យច្បាស់និងមិនត្រូវចង់ទៅក្រុមអ្នកនយោបាយប្រភេទនេះជាដាច់ខាតដោយចលនាអំណាចពលរដ្ឋខ្មែរបទពិចារណកថារបស់លោកហ៊ុនសេរីពីប្រទេសបារាំងក្រោមចំណងជើងថាអ្នកនយោបាយខ្មែរដែលថ្វាយបង្គំស្ដេចនរោត្តមសីហនុជាអ្នកនយោបាយបែបណាដែលជនរួមជាតិទើបបានស្ដាប់នាពេលនេះចប់តែប៉ុណ្ណេះសូមអរគុណបងលេងមិនខានលោកម៉ែប្រចាំជានិច្ចម៉ែអើយកុំភ្លេចម៉ែប្រុងជានិច្ចកុំឲ្យព្រួយបានកលល្បិចស្ដាប់ត្រូវ